ព្រោះវាហានិភ័យនឹងការឆ្លងរោគខ្លាំងមែនទែនជំងឺដែលយើងខ្លាចជាងគេគឺជំងឺបេះអាហ្វ្រិកហ្នឹងព្រោះដោយសារជំងឺហ្នឹងវាកាចសាហាវមែនទែនវាមិនមែនងាប់មួយក្បាលពីរក្បាលទេអញ្ចឹងវាឆ្លងហ្នឹងគឺវាងាប់សឹងទាំងអស់ហើយអញ្ចឹងវាអាចធ្វើឲ្យកសិដ្ឋានមួយរីកចម្រើនទៅបានក៏ដោយសារតែប្រព័ន្ធជីវសុវត្ថិភាពហ្នឹងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅលើប្រព័ន្ធជីវសុវត្ថិភាពទាំងអស់ហ្នឹងបានសូមជម្រាបសួរខ្ញុំបានឈ្មោះផនរិទ្ធជាអ្នកគ្រប់គ្រងទូទៅនៅក្នុងកសិដ្ឋានសាច់ជាតិ OFM នៅឯខេត្តកំពង់ឆ្នាំងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាពីសកម្មភាពរបស់ខ្ញុំបាទធ្វើជារៀងរាល់ថ្ងៃចុះបងមុនចូលទៅកសិដ្ឋានហ្នឹងយើងត្រូវធ្វើខ្លះដែរបងបាទមុននឹងចូលកសិដ្ឋានគឺយើងត្រូវធ្វើប្រព័ន្ធជីវសុវត្ថិភាពហើយប្រព័ន្ធជីវសុវត្ថិភាពហ្នឹងគឺមានសារៈសំខាន់ណាស់នៅក្នុងកសិដ្ឋាននីមួយៗអញ្ចឹងវាអាចធ្វើឲ្យកសិដ្ឋានមួយរីកចម្រើនទៅបានក៏ដោយសារតែប្រព័ន្ធជីវសុវត្ថិភាពដែរអូបងប្រព័ន្ធជីវសុវត្ថិភាពហ្នឹងគឺជាអីគេដែរហើយវាមានប្រមាណដំណាក់កាលដែរបងបាទប្រព័ន្ធជីវសុវត្ថិភាពហ្នឹងបានន័យថាជាបែបផែនមួយជាដំណាក់កាលមួយដែលយើងធ្វើទៅគឺកុំឲ្យមេរោគគឺកុំឲ្យមានមេរោគបានន័យថាយើងត្រូវតែសម្លាប់មេរោគហ្នឹងអាហ្នឹងហើយគេហៅថាប្រព័ន្ធជីវសុវត្ថិភាពហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅពេលឥឡូវហ្នឹងបាទអញ្ចឹងប្រព័ន្ធជីវសុវត្ថិភាពយើងវាមានច្រើនដំណាក់កាលប្រព័ន្ធជីវសុវត្ថិភាពទៅលើមនុស្សប្រព័ន្ធជីវសុវត្ថិភាពទៅលើឡានប្រព័ន្ធជីវសុវត្ថិភាពទៅលើរបស់ប្រើប្រាស់អញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការធ្វើប្រព័ន្ធជីវសុវត្ថិភាពទៅលើមនុស្សយើងធ្វើដូចតទៅដូចថាគាត់ទៅមកពីផ្ទះអញ្ចឹងយើងត្រូវតែជ្រលក់ជើងនឹងទឹកថ្នាំយើងបាញ់កលដៃគាត់ហើយសម្ភារៈរបស់គាត់មួយចំនួនគឺយើងត្រូវតែដាក់នៅក្នុង UV ដើម្បីសម្រាប់មេរោគអញ្ចឹងដាក់ខាងនេះមកដើម្បីឲ្យក្រុមការងារយើងចាំជួយឆែកបងនឹងត្រៀមចូលទៅក្នុងបន្ទប់នេះដើម្បីសម្រាប់មេរោគយើងធ្វើការងូតទឹកបដូរកអាវអានេះសូម្បីតែខោខ្លីខោលីអូយើងហ្នឹងក៏យើងអត់អាចឲ្យគាត់ស្លៀកទៅបានដែរគឺយើងដោះទុកក្នុងខែវនេះទាំងអស់ចូលនៅក្នុងបន្ទប់ UV របស់យើងនេះបានអញ្ចឹងបងធ្វើមិនដើម្បីប្រកាសថាពេលដែលបងអនុវត្តប្រព័ន្ធជីវសុវត្ថិភាពនឹងហើយវាពិតជាទទួលបានលទ្ធផលហើយសុវត្ថិភាពមែនបាទយើងប្រកាសវាសឹងតែ 100% ហើយដែលយើងជឿជាក់ហើយយើងធ្វើរបៀបហ្នឹងគឺយើងធ្វើតាមដំណាក់កាលប្រព័ន្ធជីវសុវត្ថិភាពរបស់យើងនីមួយទៅធ្វើយ៉ាងម៉េចឲ្យវាច្បាស់លាស់ទៅយើងជឿជាក់ថាវាសឹងតែ 100% ហើយដែលយើងជឿជាក់ទៅលើអ្វីដែលយើងកំពុងតែធ្វើហ្នឹងអញ្ចឹងឧទាហរណ៍ដូចជាយើងមានក្រុមការងារយើងចាំជួយឆែកដូចជាកៅអៅដែលគាត់យកមកផ្ទះហ្នឹងគឺយើងត្រូវតែគក់នឹងសាប៊ូគឺយើងដាក់នឹងសាប៊ូឬក៏ត្រាំនឹងទឹកថ្នាំអញ្ចឹងទៅមេរោគហ្នឹងវាងាប់ហើយណាឲ្យវាត្រូវសាប៊ូត្រូវទឹកថ្នាំហ្នឹងវាងាប់ហើយអញ្ចឹងសម្ភារៈមួយចំនួនទៀតយើងអាចដាក់ក្នុងទឹកបានទេដូចជាទូរស័ព្ទដូចជាដាច់កេសដូចជាឆ្នាំងសាកអីហ្នឹងគឺយើងរបស់ទាំងអស់ហ្នឹងគឺយើងដាក់នៅក្នុង UV ក្នុងរយៈពេល20នាទី30នាទីឡើងទៅគឺវាអាចសម្លាប់មេរោគបានហើយអញ្ចឹងយើងជឿជាក់ថាវាកាត់បន្ថយមេរោគហ្នឹងវាសឹងតែអស់ហើយបាទនៅពេលដែលគាត់ងូតទឹករួចយើងមានក្រុមការងារយើងដើម្បីត្រួតពិនិត្យថាគាត់បានងូតទឹករួចមែនអត់ត្រឹមត្រូវមែនអត់អញ្ចឹងបន្តមកទៀតយើងនឹងធ្វើចតាលិស័កនៅពេលដែលគាត់ងូតទឹករួចគឺយើងឲ្យគាត់ទៅបន្ទប់ចតាលិស័ករបស់យើងហ្នឹងគឺយើងអាចចតាលិស័កច្រើនថ្ងៃកាន់តែល្អប៉ុន្តែជាធម្មតាយើងអាច72ម៉ោងតែមុននឹងយើងចូលទៅដល់រោងជ្រូកខាងក្នុងអញ្ចឹងបងក្នុងកន្លងពេលចតាលិស័កហ្នឹងបងកន្លងគាត់នៅក្នុងបន្ទប់រហូតមែនបងមិនគាត់អត់អាចនៅក្នុងបន្ទប់រហូតទេគាត់จะធុញទេអញ្ចឹងយើងតំបន់ចតាលិស័ករបស់យើងនេះយើងចែកចេញជា3ណាមានតំបន់ខៀវគឺតំបន់ជ្រូកណាហ្នឹងហើយតំបន់ខៀវតំបន់លឿងនិងតំបន់ក្រហមហ្នឹងនៅខាងក្រៅកសិដ្ឋានរបស់យើងអញ្ចឹងគាត់មកចតាលិស័កនេះគឺគាត់នៅតំបន់លឿងហើយអញ្ចឹងគាត់អាចធ្វើការងារនៅតំបន់ហ្នឹងបានប៉ុន្តែគាត់អាចចូលទៅតំបន់គេហៅថាតំបន់ខៀវបានទេអញ្ចឹងណាចុះបងបើសិនមកបុគ្គលិកយើងណាម្នាក់ហ្នឹងគាត់អត់បានអនុវត្តច្បាប់នៅក្នុងកសិដ្ឋានហ្នឹងទេតើពេលហ្នឹងមានហានិភ័យអ្វីខ្លះដែរបងបាទនេះវាមិនមែនជារឿងលេងសើចទេវាមានសារៈសំខាន់មែនតើនៅពេលដែលគាត់អត់បានធ្វើប្រព័ន្ធជីវសុវត្ថិភាពទាំងអស់ហ្នឹងណាព្រោះវាហានិភ័យនឹងការឆ្លងរោគខ្លាំងមែនតើជំងឺដែលយើងខ្លាចជាងគេគឺជំងឺបេះអាហ្វ្រិកហ្នឹងព្រោះដោយសារជំងឺហ្នឹងវាកាចសាហាវមែនតើដោយសារវាអត់មានវ៉ាក់សាំងហើយកាលណាវាឆ្លងវាមិនមែនងាប់មួយក្បាលពីរក្បាលទេអញ្ចឹងវាឆ្លងគឺវាងាប់សឹងទាំងអស់ហើយអញ្ចឹងកសិដ្ឋានប្រកាសជាអាលុំហ្នឹងគឺអាចបន្តទៅមុខបានទៀតទេអញ្ចឹងវាមិនមែនជារឿងលេងសើចទេយើងធ្វើម៉េចត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅលើប្រព័ន្ធជីវសុវត្ថិភាពទាំងអស់ហ្នឹងចុះបងនៅខាងក្រោយខ្នងបងហ្នឹងគឺជាអីគេដែរហើយគេទុកប្រើប្រាស់សម្រាប់ធ្វើអីដែរបងបាទនេះប្រព័ន្ធទឹកស្អាតរបស់យើងណាហើយយើងធ្វើអស់ណៃដើមទុនច្រើនណាអញ្ចឹងប្រព័ន្ធទឹកស្អាតអានេះគឺធុងប្រភេទធុងខ្លអានោះធុងសាច់ជូរដើម្បី
ตุ่มคลอนี่คือដាក់សម្រាប់មេរោគណាសម្រាប់មេរោគតុ่មคลอតុ่មសាច់ជូរនោះគឺគេធ្វើមិនឲ្យទឹកវាថ្លាណាឲ្យទឹកវាថ្លាចឹងមកឲ្យមើលប្រព័ន្ធបានចឹងយើងប្រមូលទឹកទាំងអស់ទាំងទឹកម្ដងទាំងទឹកស្រះយើងយកមកតំណឹងទាំងអស់គឺដើម្បីធ្វើមិនឲ្យទឹកហ្នឹងវាគ្មានមេរោគឲ្យទឹកស្អាតឲ្យជ្រូកផឹកទៅវាមានសុខភាពល្អនេះមិនតែជ្រូកផឹកទេមនុស្សក៏អាចផឹកហូបបានដែរណាអាចហូបបានដែរអញ្ចឹងវាមានប្រព័ន្ធរបស់វាចឹងមកណាគឺអានេះគេរៀបចំដើម្បីខាត់តកគេឲ្យវាយអាទឹកខ្លោទឹកសាច់ជូរហ្នឹងវាលាយចូលគ្នាបានល្អណាអញ្ចឹងប្រព័ន្ធវាមានច្រើនដំណាក់កាលវាមានច្រើនដែរមកឲ្យតែមើលមកណានេះកន្លែងវាកកអញ្ចឹងកកពេលវាមកដល់ហ្នឹងយើងអាចបរហូរចេញបានគេមានប្រព័ន្ធគេនៅខាងក្រោមហ្នឹងគឺយើងអាចបរហូរវាចេញបានអញ្ចឹងណាអានេះបន្ទាប់មកវាចាប់ដើមស្អាតទីម្ដងហើយវាចាប់ដើមស្អាតបន្ទាប់មកវានៅកន្លែងនេះគឺវាចម្រោះវាមានប្រព័ន្ធគេចម្រោះនៅខាងក្រោមណាបាទគេចម្រោះវាឲ្យទឹកហ្នឹងគឺចេញទៅស្អាត 100% ហើយទឹកទាំងអស់នេះដែលចេញទៅហ្នឹងយើងបានត្រួតពិនិត្យជាមួយនឹងឡាបូហើយគឺប្រសិទ្ធភាពគុណភាពគឺល្អមនុស្សយើងអាចហូបបានណាគឺសឹងតែ 100% ហើយណាអញ្ចឹងវាចម្រោះនៅកន្លែងហ្នឹងហើយវាចូលនៅអាងស្តុកនេះគឺយើងអាចបូមយកទៅប្រើបានសម្រាប់ម្ហូបរបស់បុគ្គលិករបស់យើងអញ្ចឹងមុននឹងឲ្យគាត់យកទៅដល់ក្នុងឲ្យគាត់បរិភោគយើងត្រូវតែដាក់នៅក្នុង UV របស់យើងសិនដើម្បីសម្រាប់មេរោគយើងដាក់ក្នុងរយៈពេល20 នាទី25 នាទី30 នាទីអញ្ចឹងណាបងទៅបុគ្គលិកយើងពួកគាត់អាចញ៉ាំម្ហូបឲ្យធ្វើពីសាច់ប្រភេទណាខ្លះដែរបងបាទសម្រាប់ម្ហូបដែលគាត់អាចហូបបានហ្នឹងគឺមានដូចជាសាច់ត្រីសាច់មាន់សាច់ទាប្រភេទគ្រឿងសមុទ្រអត់អីទេយើងអាចអនុញ្ញាតឲ្យគាត់ហូបបានខ្ញុំលើកគេនិយាយថាបុគ្គលិកដែលធ្វើការក្នុងកសិដ្ឋានចិញ្ចឹមជ្រូកអញ្ចឹងណាគឺពួកគាត់អាចហូបសាច់ជ្រូកបានទេតើរឿងហ្នឹងវាពិតឬមិនក៏អត់បងកសិដ្ឋានរបស់យើងគាត់អាចហូបបានប៉ុន្តែសាច់ជ្រូកហ្នឹងគឺសាច់ជ្រូកដែលយើងដឹងពីប្រភពច្បាស់លាស់គេហៅថាសាច់ជ្រូកដែលស្ថិតនៅក្នុងកសិដ្ឋានរបស់យើងផ្ទាល់តែម្ដងគឺបុគ្គលិកយើងអាចហូបបានអញ្ចឹងណាចុះក្រៅពីសាច់ជ្រូកនៅខាងក្រៅតើមានសាច់អ្វីខ្លះទៀតដែលយើងហាមឃាត់ដែរបងបាទហ្នឹងហើយសាច់ដែលយើងហាមឃាត់អត់ឲ្យហូបហ្នឹងគឺមានដូចជាសាច់ជ្រូកមកពីក្រៅវាមិនមែនសាច់ជ្រូកដែលរបស់យើងទេអញ្ចឹងសាច់ជ្រូកមកពីក្រៅសាច់គោប្រហិតព្រោះយើងអត់អនុញ្ញាតឲ្យគាត់យកមកចូលក្នុងកសិដ្ឋានរបស់យើងទេព្រោះសាច់ទាំងអស់ហ្នឹងវាយើងអត់ដឹងពីប្រភពវាច្បាស់លាស់ហើយវាផ្ទុកទៅដោយមេរោគច្រើនអញ្ចឹងវាគ្រោះថ្នាក់ដល់កសិដ្ឋានរបស់យើងអញ្ចឹងយើងអត់អនុញ្ញាតឲ្យយកចូលសាច់ទាំងអស់ហ្នឹងទេចុះបងជាចុងក្រោយតើភាពម៉ត់ចត់ក៏ដូចជាការលះបង់របស់បុគ្គលិកទាំងអស់នៅក្នុងកសិដ្ឋានយើងហ្នឹងណាបានផ្ដល់ផលចំណេញអ្វីខ្លះដល់អ្នកបរិភោគបាទអ្វីដែលយើងខិតខំប្រឹងប្រែងទាំងអស់ហ្នឹងគឺគោលបំណងរបស់យើងគឺយើងចង់បានសាច់ជ្រូកមួយដែលមានគុណភាពសាច់ជ្រូកមួយដែលគ្មានមេរោគអញ្ចឹងយើងចង់បានសាច់ជ្រូកដែលឲ្យប្រជាពលរដ្ឋរបស់យើងហូបទៅមានទំនុកចិត្តទៅលើគុណភាពសាច់ជ្រូករបស់យើងបាទសកម្មភាពរបស់ខ្ញុំបាទសូមចប់តែប៉ុណ្ណឹងសូមអរគុណបងប្អូនដែលតាមដានទស្សនា